ជំរាបសួរបងប្អូនទាំងអស់គ្នាជំរាបសួរអ្នកដែលស្រឡាញ់ខាងផ្នែកកសិកម្មជាពិសេសអ្នកដែលធ្វើស្រែអ្នកភ្នំពេញឥឡូវមកធ្វើស្រែអស់ហើយដូចជាខ្ញុំជាដើមបងប្អូនទាំងអស់គ្នានៅក្នុងឆ្នាំនេះការធ្វើស្រែរបស់យើងបានផលច្រើនជាងឆ្នាំមុនដោយសារនៅឆ្នាំនេះដូចថាទឹកឡើងទៅគឺស្រកទៅលឿនអញ្ចឹងទៅធ្វើឲ្យយើងនឹងបានទទួលទិន្នផលបានគ្រាន់បើជាពិសេសតម្រូវទៅតាមចិត្តរបស់ភ្ញៀវដែលគាត់តែងតែចង់បានម្លិះក្រហមពីភោជនីយដ្ឋានសត្វជូករបស់នាងខ្ញុំចាឥឡូវបានដូចបំណងបងប្អូនខ្ញុំពេលដែលខ្ញុំអង្គុយកន្លែងហាស្រូវនោះខ្ញុំចាំបានកាលខ្ញុំនៅកុមារភាពខ្ញុំនៅស្វាយរៀងអ្នកខេត្តស្វាយរៀងអញ្ចឹងនៅពេលដែលយាយบอกខ្ញុំគាត់ធ្វើស្រែម្ដងគាត់តែងតែប្រើឲ្យចៅអង្គុយហាស្រូវហ្នឹងមិនមែនអង្គុយកណ្ដាលថ្ងៃទេអង្គុយយាមចាបខ្លាចចាបហ្នឹងមកចាក់ស្រូវខ្ញុំចាំបានកាលខ្ញុំនៅក្មេងណាបងប្អូនទាំងអស់គ្នាតែម្ដងនេះអត់មានអង្គុយយាមចាបអីទេបងប្អូននេះដាក់ហាពេញមាត់ព្រែកនេះអង្គុយនេះបានន័យថាមិនមែនថាអង្គុយហាក្តៅអីណាបងប្អូនទាំងអស់គ្នាអង្គុយគុណទេសភាពមើលស្រូវមើលជើងភ្នំមើលដងព្រែកវាខុសកាលពីសម័យកាលមុនដែលយាយឲ្យមើលស្រូវដេញចាបធុញអើយធុញតែដល់ពេលដល់ឥឡូវនេះមកធ្វើស្រែខ្លួនឯងអត់ធុញទេដោយសារទេសភាពស្អាតយើងដល់ពេលដែលទេសភាពស្អាតចង់អង្គុយនៅនឹងហ្មងនេះចាអូខេបងប្អូនទាំងអស់គ្នាបងប្អូនបានឃើញថាសកម្មភាពរបស់ពួកយើងទាំងអស់គ្នាតាំងពីច្រូតស្រូវជូនដឹកជញ្ជូនហាលគ្រប់ភាពទាំងអស់ហើយសប្បាយចិត្តបំផុតនៅថ្ងៃនេះនៅពេលដែលយើងបានចុះមកឃើញការធ្វើស្រែដោយផ្ទាល់ចុះច្រូតដោយផ្ទាល់ហើយខ្ញុំបានបញ្ចេញស្នាដៃរបស់ខ្លួនឯងធ្វើម្ហូបហើយម្ហូបដែលទទួលអ្នកច្រូតស្រូវនេះអត់បានទិញយកមកពីភ្នំពេញចៃដន្យភ្លាមក៏បានត្រីពីក្នុងព្រែកដែលគេរកបានហ្នឹងក៏ទិញគេទៅហើយនៅឃើញថាអូយធ្វើម្ហូបអីណាបើមានតែត្រីអញ្ចឹងក៏សម្រេចចិត្តថាធ្វើទឹកគ្រឿងឲ្យពួកគាត់អូយអមាច់ខ្លាំងញ៉ាំសម្រេចចិត្តចាយើងគិតថាពេលខ្លះវាអត់មានអ្វីដែលថាជាអស់ចាយតែនៅពេលដែលយើងមកដល់ទីកន្លែងមួយរស់នៅជាមួយនឹងធម្មជាតិហើយយើងក៏បានឃើញពីជីវិតពិតការអនុវត្តផ្ទាល់នៃការច្រូតស្រូវហាស្រូវតាំងពីថ្ងៃដែលយើងព្រាចស្រូវចាប់ផ្ដើមយើងចាប់ផ្ដើមស្ទូងយើងចាប់ផ្ដើមថែទាំអញ្ចឹងយើងមានអារម្មណ៍មួយថាការធ្វើស្រែពីមួយឆ្នាំទៅមួយឆ្នាំគឺត្រូវទាមទារការប្រើកម្លាំងពលកម្មហើយមួយទៀតទាមទារការយកចិត្តទុកដាក់ក្នុងការថែទាំទើបយើងទទួលបានលទ្ធផលល្អចាអីសួរថាធ្វើស្រែចំណេញអត់បើធ្វើស្រែអត់ជួលគេចំណេញត្រូវប្រើកម្លាំងខ្លួនឯងទាំងអស់ចំណេញតែបើសិនជាយើងជួលគេទាំងអស់បងប្អូនទាំងអស់គ្នាអត់ចំណេញនេះគឺខាតអត់មានចំណេញសោះជួលគេទាំងអស់តែសប្បាយចិត្តព្រោះថាយើងបានវិលត្រឡប់ទៅកាលពីអតីតកាលពីក្មេងដែលយើងគិតថាក្រុមគ្រួសារលោកយាយអីគាត់ឲ្យយើងធ្វើស្រែទៅយើងតែងតែបដិសេធអត់ទេខ្ញុំអត់ចេះទេខ្ញុំអត់ចង់ទេតែទីបំផុតដល់ពេលវេលាមួយដល់វ័យមួយបែរជាយើងត្រឡប់ទៅកាលពីសម័យកាលពីមុនដែលយើងមិនចង់ខ្លាចតែជាយើងចង់ជាការយើងគិតថាវាអាចមកពីវ័យក៏ថាបានណាបងប្អូនទាំងអស់គ្នាចាដូច្នេះសូមផ្ញើទេសភាពដ៏ស្អាតក្តីស្រឡាញ់ទាំងអស់នេះពីចងចាំអេកូឡូយរបស់នាងខ្ញុំឆ្នាំនេះបានស្រូវច្រើនហើយឆ្នាំក្រោយនឹងធ្វើទៀតនឹងបានស្រូវច្រើនជាងនឹងទៀតណាអូខេអរគុណបាយអូយផ្ដាំមួយទៀតណាបងប្អូនទាំងអស់គ្នាណាមានដីធំអីចឹងណាកុំទុកដីចោលនាំដុះស្មៅអត់ប្រយោជន៍ទេទី1ដាំដើមឈើទី2ធ្វើស្រែណាធ្វើស្រែដូចខ្ញុំទៅបានផលហើយមួយទៀតអង្គធម្មជាតិហើយភ្ញៀវរបស់ខ្ញុំគាត់ទៅទទួលទានមុខម្ហូបខ្មែរនៅភោជនីយដ្ឋានសត្វឈូកគាត់បានទទួលទានអង្គដ៏ឆ្ងាញ់គឺអង្គសម្រូបម្លិះក្រហមអរគុណបាយ